កម្រងមេរៀនសិក្សាភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងការងារ English for Business សួស្តីលោកអ្នកនាងកញ្ញាទាំងអស់ជាទីមេត្រីខ្ញុំបុលវិសេដានៃវិទ្យុអូស្ត្រាលីសូមនាំមកជូនលោកអ្នកនៅកម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងការងារដែលចងក្រងឡើងដោយសេវាអប់រំពហុវប្បធម៌សម្រាប់មនុស្សពេញវ័យក្នុងក្រុង Melbourne ប្រទេសអូស្ត្រាលីចា៎កម្រងមេរៀនសិក្សាភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងការងារដែលមានទាំងអស់26ភាគនេះបង្ហាត់លោកអ្នកឲ្យកាន់តែមានសមត្ថភាពខ្ពស់ឡើងក្នុងការទំនាក់ទំនងជាមួយនឹងអ្នកដែលនិយាយភាសាអង់គ្លេសចា៎មេរៀនទី7ការតាមសាកសួរយកព័ត៌មានបន្ថែម Lesson 7 Following up ក្នុងមេរៀនទី7នេះលោកអ្នកនឹងហាត់រៀនពីរបៀបណែនាំខ្លួនសារជាថ្មីនិងពីរបៀបឆ្លើយតបទៅនឹងប្រយោគយល់ស្របនិងប្រយោគបដិសេធចា៎លោកអ្នកក៏នឹងសិក្សាពីការប្រើពាក្យសាមញ្ញដូចជា now ជាតម្រុយផ្ដើមចំណុចសំខាន់នៃការសន្ទនានិងសិក្សាពីរបៀបច្រានចោលសេចក្តីអញ្ជើញដោយប្រើពាក្យសម្ដីគួរសមឥឡូវនេះយើងនាំគ្នាចាប់ផ្ដើមចា៎មួយថ្ងៃបន្ទាប់ពីការតាំងពិព័រណ៍រួច Harvey កំពុងតែទូរស័ព្ទទៅកាន់អ្នកស្រីលៀននិងលោក Lock នៅឯសន្តាគារ Lian Lee speaking. នេះគឺ Lian Lee កំពុងនិយាយចា៎ Hello Lian, it's Harvey Judd from Hayo and Hardy here. We met yesterday at the Beveridge Fair. ជំរាបសួរអ្នកស្រីលៀនខ្ញុំឈ្មោះ Harvey Judd មកពីក្រុមហ៊ុន Hell និង Hardy យើងបានជួបគ្នាកាលពីថ្ងៃម្សិលមិញនៅកន្លែងតាំងពិព័រណ៍ភេសជ្ជៈនោះណា Yes, Harvey. I remember. How are you? ចា Harvey ខ្ញុំនៅចាំមិនទាន់ភ្លេចទេតើលោកសុខសប្បាយជាទេឬ I'm well, thanks. How have you settled in? ខ្ញុំសុខសប្បាយជាទេអរគុណបាទតើការស្នាក់នៅរបស់អ្នកស្រីមានភាពកក់ក្ដៅដែរទេបាទ We're very comfortable, thank you. It's a nice hotel. យើងមានភាពកក់ក្ដៅណាស់សូមអរគុណនេះជាសន្តាគារដ៏ល្អមួយ I'm glad to hear that. Now, I'm calling for two reasons. The first is that I have some information about fishing for log. ខ្ញុំរីករាយណាស់ដែលបានឮអ្នកស្រីមានប្រសាសន៍យ៉ាងដូចនេះឥឡូវនេះខ្ញុំទូរស័ព្ទទៅអ្នកស្រីដោយមានមូលហេតុពីរយ៉ាងទីមួយខ្ញុំចង់ជម្រាបអ្នកស្រីថាខ្ញុំមានព័ត៌មានមួយចំនួនអំពីការស្ទូចត្រីកម្សាន្តសម្រាប់លោកលោក Thank you. That's very kind. I'll tell him when he wakes up. អរគុណលោកមានទឹកចិត្តប្រពៃណាស់ខ្ញុំនឹងនិយាយប្រាប់គាត់នៅពេលគាត់ភ្ញាក់ពីដំណេក Good. And the other thing is that I told my employer, Douglas Hale, about our conversation, and he's really interested in meeting up with you. ប្រសើរណាស់មូលហេតុមួយទៀតនោះគឺថាខ្ញុំបានរាយការណ៍ជូននាយកជួររបស់ខ្ញុំគឺលោក Douglas Hale អំពីការសន្ទនារបស់យើងហើយគាត់មានបំណងចង់ជួបលោកស្រីខ្លាំងណាស់ Really? ពិតមែនឬ Yes, he's in Melbourne today, but I was thinking perhaps we could meet over lunch sometime this week. ពិតមែនហើយគាត់កំពុងស្ថិតនៅក្នុងក្រុង Melbourne នៅថ្ងៃនេះប៉ុន្តែខ្ញុំគិតថាប្រហែលជាយើងអាចជួបនិយាយគ្នានាពេលអាហារថ្ងៃត្រង់នៅថ្ងៃណាមួយនៅក្នុងសប្តាហ៍នេះចាសសូមស្ដាប់របៀបនៃការណែនាំខ្លួនរបស់ Harvey ជាថ្មីម្ដងទៀតនៅពេលដែលនិយាយជាមួយអ្នកស្រីលៀន Hello, Lian. It's Harvey Judd from Hayo and Hardy here. We met yesterday at the Beveridge Fair. ជំរាបសួរអ្នកស្រីលៀនខ្ញុំឈ្មោះ Harvey Judd មកពីក្រុមហ៊ុន Hell និង Hardy យើងបានជួបគ្នាកាលពីថ្ងៃម្សិលមិញនៅកន្លែងតាំងពិព័រណ៍ភេសជ្ជៈនោះណា Yes, Harvey. I remember. How are you? ចា Harvey ខ្ញុំនៅចាំមិនទាន់ភ្លេចទេតើលោកសុខសប្បាយជាទេឬ លោកស្រីនិងក៏យ៉ាងមិត្តអ្នកស្ដាប់ទាំងអស់ជាទីមេត្រីទោះបីនិយាយតាមទូរស័ព្ទឬក៏ជួបមុខផ្ទាល់ក្តីជាការប្រសាម្យ៉ាងបើសិនលោកអ្នកធ្វើការរំលឹកភាគីម្ខាងទៀតថាតើលោកអ្នកជានរណានឹងបានជួបគ្នានៅកន្លែងណានោះ
ការណែនាំខ្លួនឡើងវិញនេះអាចជួយភាគីម្ខាងទៀតឲ្យជៀសផុតពីភាពអៀនខ្មាសនៅពេលដែលភាគីម្ខាងទៀតមិនអាចចងចាំលោកអ្នកបាននោះក្នុងកិច្ចសន្ទនាអំបញ្ញមិញ Harvey បានប្រាប់ឈ្មោះរបស់ខ្លួនក្រុមហ៊ុនពេលវេលានិងទីកន្លែងនៃការជួបគ្នាជាមួយអ្នកស្រីលៀនសូមលោកអ្នកហាត់រៀនអំពីការណែនាំខ្លួនឡើងវិញនេះសូមស្ដាប់រួចហើយថាតាមចា៎ Hello, Lynn. It's Harvey Judd from Hale and Hardy here. We met yesterday at the beverage fair. Hello again. It's Sue from the ABC. We met in Singapore last month. Hi, I met you in Sydney last week. Earl's the name, from Radio Australia.ចា៎ហើយលើនេះសូមស្ដាប់ពីរបៀបដែល Harvey ឆ្លើយតបចំពោះការសរសើររបស់អ្នកស្រីលៀនអំពីសន្តាគារដែលអ្នកស្រីស្នាក់នៅ We're very comfortable, thank you. It's a nice hotel. យើងមានភាពកក់ក្ដៅណាស់សូមអរគុណនេះជាសន្តាគារដ៏ល្អមួយ I'm glad to hear that. បាទខ្ញុំរីករាយណាស់ដែលបានឮអ្នកស្រីមានប្រសាសន៍យ៉ាងដូចនេះ ចាស់នៅក្នុងភាសាអង់គ្លេសការឆ្លើយតបទៅនឹងការបញ្ជាក់ឬក៏ការពោលអះអាងរបស់ដៃគូសន្ទនាគឺជាការចាំបាច់បើទោះបីជាការអះអាងនោះមានន័យស្របឬក៏បដិសេធឬក៏យ៉ាងណាក្តីសូម្បីតែការបន្លឺសំឡេងដូចជាក៏បានដែរការស្ងៀមស្ងាត់មិននិយាយគឺជាការបង្ហាញពីកង្វះការយកចិត្តទុកដាក់ក្នុងការសន្ទនាឬក៏កង្វះការគិតគូរដល់អារម្មណ៍ភាគីម្ខាងទៀតប្រសិនបើប្រយោគនោះបញ្ជាក់ពីអារម្មណ៍ល្អឬក៏អារម្មណ៍ទុក្ខព្រួយឬក៏អវិជ្ជមានការបញ្ចេញសំឡេងរហឹមគឺមិនគ្រប់គ្រាន់នោះទេចា៎ហើយតទៅនេះគឺជាប្រយោគមួយចំនួនដែលអ្នកសន្ទនានិយមប្រើដើម្បីឆ្លើយតបទៅនឹងប្រយោគស្របឬក៏វិជ្ជមានសូមស្ដាប់រួចហើយថាតាមចា៎ I'm glad to hear that. That's great. That's good. ហើយជាបន្តទៅទៀតនេះគឺជាការឆ្លើយតបទៅនឹងប្រយោគអវិជ្ជមានឬក៏ទុក្ខព្រួយចា៎សូមលោកអ្នកស្ដាប់រួចហើយថាតាមម្ដងទៀតចា៎ I'm sorry to hear that. Oh, that's no good. ជាបន្តទៅទៀតនេះសូមលោកអ្នកហាត់រៀនប្រយោគពោលអះអាងដោយមានការបកប្រែជូនចា៎បន្តមកលោកអ្នកត្រូវឆ្លើយតបដោយប្រើប្រយោគ I'm glad to hear that ប្រែមកថាខ្ញុំរីករាយណាស់ដោយឮលោកនិយាយយ៉ាងដូចនេះឬក៏ប្រយោគ I'm sorry to hear that មានន័យថាខ្ញុំសោកស្ដាយណាស់ដោយឮយ៉ាងដូចនេះ I had a terrible flight over. We were held up in Singapore for 7 hours. ជើងហោះហើររបស់ខ្ញុំមកអូស្ត្រាលីមានការលំបាកណាស់យើងបានជាប់ក្នុងប្រទេសសិង្ហបុរីអស់រយៈពេល7ម៉ោង We're well over our monthly targets. បាទយើងបានសម្រេចជោគជ័យហួសពីគោលដៅប្រចាំខែរបស់យើង ចាស់ហើយឥឡូវនេះយើងឈានចូលដល់កំណត់សម្គាល់ភាសាហើយចា៎នៅពេលដែល Harvey ចង់ចាប់ផ្ដើមរៀបរាប់ពីហេតុផលនៃការហៅទូរស័ព្ទគាត់ប្រើពាក្យ now មានន័យថាឥឡូវនេះសូមលោកអ្នកស្ដាប់ប្រយោគទាំងមូលម្ដងទៀតចា៎ I'm glad to hear that. Now, I'm calling for 2 reasons. បាទខ្ញុំរីករាយណាស់ដោយបានឮអ្នកស្រីមានប្រសាសន៍យ៉ាងដូចនេះឥឡូវនេះខ្ញុំទូរស័ព្ទទៅអ្នកស្រីដោយមានមូលហេតុ2យ៉ាង ចាស់ការប្រើពាក្យ now
គឺដើម្បីបញ្ជាក់ពីសញ្ញានៃការចាប់ផ្ដើមចូលដល់ចំណុចសំខាន់នៃការសន្ទនាឬក៏បញ្ជាក់ពីមូលហេតុនៃការទំនាក់ទំនងរបស់លោកអ្នកជាទូទៅអ្នកស្ដាប់តែងតែយកចិត្តទុកដាក់ស្ដាប់នៅពេលដែលគេលើកពាក្យណាយនេះឥឡូវនេះយើងនាំគ្នាហាត់រៀនចា៎សូមស្ដាប់រួចហើយថាតាម Now I need to talk about your order. Now, what time does the meeting start?លោកអ្នកនាងកញ្ញាកំពុងស្ដាប់កម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងការងារដែលផលិតឡើងដោយវិទ្យុអូស្ត្រាលីមេរៀនទី7ការតាមសាកសួរយកព័ត៌មានបន្ថែម Lesson 7 Following up សូមលោកអ្នកផ្ចង់អារម្មណ៍ស្ដាប់ពាក្យនិងឃ្លាថ្មីៗក្នុងបទសន្ទនាបន្តដោយមានការបកប្រែជូនចា៎ Really? ពិតមែនទេ Yes, he's in Melbourne today, but I was thinking perhaps we could meet over lunch sometime this week. ពិតមែនហើយគាត់កំពុងស្ថិតនៅក្នុងក្រុង Melbourne នៅថ្ងៃនេះប៉ុន្តែខ្ញុំគិតថាប្រហែលជាយើងអាចជួបនិយាយគ្នានាពេលអាហារថ្ងៃត្រង់នៅថ្ងៃណាមួយនៅក្នុងសប្តាហ៍នេះ Well, we're going on a harbour cruise tomorrow. និយាយអញ្ចឹងថ្ងៃស្អែកនេះយើងនឹងធ្វើដំណើរកម្សាន្តតាមនាវានៅកំពង់ផែ Harbour. What day would be good for you? តើថ្ងៃណាជាថ្ងៃល្អសម្រាប់អ្នកស្រីបាទ How about Friday? ថ្ងៃសុក្រយ៉ាងម៉េចដែរ Friday sounds fine. There are some great restaurants near your hotel. បាទថ្ងៃសុក្រក៏បានដែរបាទអ្នកស្រីជ្រាបទេថានៅក្បែរសន្តាគាររបស់អ្នកស្រីមានភោជនីយដ្ឋានជាច្រើនដែលមានម្ហូបឆ្ងាញ់ៗ I think we'd prefer to meet at your offices, if that's all right with you, Harvey. ខ្ញុំគិតថាយើងគួរតែជួបគ្នានៅការិយាល័យរបស់លោកវិញទៅល្អជាងធ្វើអញ្ចឹងបានទេ Harvey? Of course, that's fine. We're over the other side of town, but I'll arrange a taxi for you. បាទអត់បញ្ហាទេយើងនៅត្រើយម្ខាងម្នាក់នៃទីក្រុងហើយចឹងខ្ញុំនឹងរៀបចំតាក់ស៊ីជូនអ្នកស្រីបាទ Thank you. ចាអរគុណ And we're very close to the aquarium if you are interested. យើងនៅក្បែរកន្លែងមួយដែលចិញ្ចឹមត្រីសមុទ្រសម្រាប់ការទស្សនាយើងអាចទស្សនាកន្លែងនោះបើសិនជាអ្នកស្រីចាប់អារម្មណ៍ Yes, I think we'll be very interested in that. ចាខ្ញុំគិតថាការទស្សនាកន្លែងចិញ្ចឹមត្រីសមុទ្រនោះគឺជាការគួរឲ្យចាប់អារម្មណ៍ណាស់ What time suits you? បាទតើម៉ោងប៉ុន្មានសមរម្យចំពោះអ្នកស្រី Let's make it after lunch, say 1 o'clock. អញ្ចឹងយើងទៅទីនោះបន្ទាប់ពីអាហារថ្ងៃត្រង់ទៅដូចជាម៉ោង1យ៉ាងម៉េចដែរ 1 o'clock Friday. I'll look forward to it. See you then. បាទអញ្ចឹងសម្រាប់ថាថ្ងៃសុក្រម៉ោង1ចុះខ្ញុំនឹងបន់ឲ្យថ្ងៃនោះមកដល់ឆាប់ជួបអ្នកស្រីនៅថ្ងៃនោះបាទ Yes, thank you. Goodbye. ចាអរគុណលាសិនហើយ ចាហើយឥឡូវនេះយើងឈានចូលដល់កំណត់សម្គាល់ភាសាហើយចាសូមលោកអ្នកស្ដាប់របៀបនិយាយបដិសេធរបស់អ្នកស្រីលៀនទៅនឹងការអញ្ជើញអាហារថ្ងៃត្រង់ដែលជាសំណើរបស់ Harvey ចា Friday sounds fine. There are some great restaurants near your hotel. បាទថ្ងៃសុក្រក៏បានដែរអ្នកស្រីជ្រាបទេថានៅក្បែរសន្តាគាររបស់អ្នកស្រីមានភោជនីយដ្ឋានជាច្រើនដែលមានម្ហូបឆ្ងាញ់ៗ I think we'd prefer to meet at your offices, if that's all right with you, Harvey. ខ្ញុំគិតថាយើងគួរតែជួបគ្នានៅការិយាល័យរបស់លោកវិញទៅល្អជាងធ្វើអញ្ចឹងបានទេ Harvey? ចាដោយភាពវៃឆ្លាតអ្នកស្រីលៀនសម្រាប់ជ្រើសរើសយកការជួបគ្នានៅការិយាល័យក្រុមហ៊ុន Hell និង Harvey ដើម្បីយកឱកាសមើលការិយាល័យនោះផងចាម្យ៉ាងទៀតអ្នកស្រីមិនចង់ជជែកពីរឿងការងារជំនួញក្នុងពេលទទួលទានអាហារបើទោះបីជាការពិសាអាហារនិងការជជែកការងារជាទម្លាប់ធម្មតារបស់ប្រជាពលរដ្ឋអូស្ត្រាលីក្តីប៉ុន្តែអ្នកស្រីមិនបានប្រើពាក្យ no ឬឆ្លើយបែបបដិសេធចំនោះទេអ្នកស្រីបែរជាបង្ហាញពីចំណង់ចំណូលចិត្តរបស់អ្នកស្រីទៅវិញសូមស្ដាប់ការបង្ហាញពីចំណង់ចំណូលចិត្តរបស់អ្នកស្រីលៀនម្ដងទៀតចា I think we'd prefer to meet at your offices.
អ្នកស្រីលៀនផ្ដល់ឱកាសឲ្យ Harvey សម្ដែងពីចំណាប់អារម្មណ៍របស់ខ្លួនទៅនឹងសំណើរបស់អ្នកស្រីដូច្នេះសូមលោកស្រីនិងកោលទាំងមិត្តទាំងអស់ស្ដាប់ម្ដងទៀតចា៎ If that's all right with you, Harvey? ចា៎សូមលោកអ្នកស្ដាប់ឃ្លាបដិសេធប្រកបដោយការគួរសមដោយមានការបកប្រែជូនចា៎ I'd rather meet on this side of town, if that's okay. ខ្ញុំគួរជួបលោកនៅត្រើយខាងនេះវិញបើសិនជាលោកមិនយល់ទាស់ទេនោះ Would you mind if I saw you on Monday instead? តើលោកយល់ទាស់ទេបើយើងជួបគ្នានៅថ្ងៃច័ន្ទវិញនោះ ចា៎សូមលោកអ្នកស្ដាប់និងថាតាមនៅឃ្លាប្រយោគទាំងអស់នេះ I'd prefer. I think I'd prefer to meet at your offices. I'd rather meet on this side of town. I'd feel better about doing it tomorrow. ចា៎ហើយមុននឹងបញ្ចប់សូមលោកអ្នកហាត់រៀនថាតាមដើម្បីជួយលោកអ្នកឲ្យចងចាំផ្នែកខ្លះនៃមេរៀននេះរហូតដល់ពេលជួបគ្នានៅក្រោយទៀតចា៎ I'd rather meet on this side of town, this side of town, this side of town. I'd rather meet on this side of town, if that's all right with you. I'd rather meet on this side of town, this side of town, this side of town. I'd rather meet on this side of town, if that's all right with you. លោកស្រីនិងក៏យ៉ាងអ្នកស្ដាប់ទាំងអស់ជាទីមេត្រីមេរៀនទី7នៃកម្រងមេរៀនសិក្សាភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងការងាររបស់វិទ្យាសាស្ត្រឈានចូលដល់ទីបញ្ចប់ហើយចា៎ដូច្នេះសូមលោកអ្នករងចាំស្ដាប់មេរៀនទី8ស្ដីអំពីការជួបមុខគ្នាក្នុងកម្មវិធីនៅក្រោយទៀតចា៎មុននឹងជម្រាបលាខ្ញុំសូមរំលឹកដោយមេត្រីភាពថាយើងខ្ញុំតែងតែស្វាគមន៍មតិរបស់លោកអ្នកជានិច្ចចា៎មិនថាជាការសរសើរឬក៏ការរិះគន់អ្វីឡើយចា៎ហើយសូមកុំភ្លេចថាលោកអ្នកអាចបើកមើលនិងបានស្ដាប់មេរៀនទាំងនេះនៅតាម website របស់វិទ្យុសាលីបានដែរដែលមានអាសយដ្ឋានដូចតទៅនេះ radioaustralia.net.au/khmer ឬក៏បើកមើល website សេវាអប់រំពហុវប្បធម៌សម្រាប់មនុស្សពេញវ័យនៅ ames.net.au ខ្ញុំមុនវិសេដានឹងជួបលោកអ្នកនាងកញ្ញានៅក្នុងមេរៀនច្រើនទៀតចា៎សូមជម្រាបលាចា៎